សួស្តីទាំងអស់គ្នាឥឡូវ admin នាំរឿងថ្មីមកទៀតហើយរឿងប្រពន្ធដល់ក្រអឺតក្រទមភាគ1និងភាគ2ចូលគ្នារឿងរបស់យើងគឺផ្ដើមដោយការស្រែករបស់សត្វក្អែកមួយហើយវាក៏ហោះចេញទៅតើអ្នកជាអ្នកណាហើយពេលបានជាអ្នកនាំខ្ញុំមកទីនេះក្រុមចៅនឹងក៏បាននិយាយថាហាហាលីងយូជឺមានគេចំណាយប្រាក់ឲ្យមកយើងដើម្បីឲ្យយើងមកសម្លាប់ឯងយើងគឺធ្វើតាមបញ្ជាតែប៉ុណ្ណោះលោកម្ចាស់បានប្រាប់យើងថារំលោភមុនសម្លាប់ទោះបីជាអ្នកអាក្រក់បន្តិចតែយើងព្រមទទួលយកវាគឺដោយសារតែលុយតួស្រីរបស់យើងឈ្មោះលីងរូជឺតែ admin សុំហៅរូជឺវិញលីងរូជឺក៏បានសួរតើអ្នកណាបញ្ជាឲ្យពួកឯងធ្វើបែបនេះគ្រាន់តែទុកវាចោលយ៉ាងណាក៏ដោយយើងនឹងឲ្យនាងភ្លក់រសជាតិនៃការស្លាប់ដ៏អស្ចារ្យជីវិតនេះពិតជាមិនអត់ប្រយោជន៍ទេហើយចៅនោះក៏ចាប់ផ្ដើមបំពេញរូជឺរបស់យើងក៏បានតបតថាលេងខ្លួនទៅហើយចៅមួយក្រុមនេះក៏បាននិយាយថាបើឯងមិនដោះស្រាយសម្រាប់មួយនេះបានទេពិតជាគួរអាម៉ាស់ណាស់ហើយចៅដែលកំពុងតែលូតលាស់ទូស្រីរបស់យើងក៏បានងាកមកនិយាយថាខ្លួនកំពុងតែរីករាយជាមួយនឹងសត្វព្រៃរបស់ខ្លួនរូជឺរបស់យើងក៏បានស្រែកថាឈប់ហើយចៅនោះក៏មានការខឹងជាសមាជាខ្លាំងហើយក៏បានចាប់ច្បាច់កទូស្រីរបស់យើងហើយទូស្រីរបស់យើងនឹងគឺចង់រើម្លាស់ដែរតែទូស្រីរបស់យើងនឹងធ្វើអត់បានទេហើយត្រូវបានចៅនឹងចាប់ច្បាច់ករហូតដល់ទូស្រីរបស់យើងនឹងស្លាប់តែម្ដងទៅមានចង់ប្រាប់មួយទៀតដើម្បីកុំឲ្យគ្នាយើងនឹងអត់ច្បាស់គឺនេះមិនមែនតួឯកស្រីពិតទេតួឯកស្រីពិតប្រកបនឹងលេចចេញនៅពេលក្រោយហើយក៏មានចៅមួយទៀតបាននិយាយថាហេចាំផ្លែតក្មេងស្រីនេះគ្មានចលនាទេវាអាចថានាងបានស្លាប់ហើយតើយើងមិនបានព្រមព្រៀងគ្នាមុនទេឬថាយើងរំលោភមុនសម្រាប់នាងហេតុអ្វីបានជាអ្នកសម្រាប់នាងយើងមិនទាន់បានសប្បាយទេចៅដែលធ្វើអបទូស្រីរបស់យើងក៏បាននិយាយថាហេក្រោកឡើងកុំធ្វើពុតជាស្លាប់ហើយរកវាយទូស្រីរបស់យើងថែមទៀតស្រាប់តែរូជឺរបស់យើងក៏បានចាប់ដៃចៅនឹងរួចហើយក៏បានលើកច្បាច់កចៅមួយនឹងឲ្យស្លាប់ទៅក្រុមចៅនឹងមានការភ្ញាក់ផ្អើលជាខ្លាំងទូស្រីរបស់យើងបានក្រោកឈរឡើងហើយប្រើកសែភ្នែកពិឃាតទៅក្រុមចៅទាំងអស់សម្លឹងទៅក្រុមចៅទាំងអស់នឹងរួចក៏បានសម្លាប់ក្រុមចៅទាំងអស់នឹងក្នុងពេលមួយប្រពេចភ្នែកតែម្ដងទៅក្រុមចៅទាំងអស់នឹងក៏បានដេកស្លាប់រនាលនៅទីនោះទៅទូស្រីរបស់យើងក៏បានងាកមកព្រមទាំងគិតគ្នាចិត្តថាតើនេះជាកន្លែងណាទីបញ្ចុះសពនៅខាងក្រៅទីក្រុងជៀងហៃបន្តិចក្រោយមកក៏មានការចងចាំលេចចូលក្នុងខួរក្បាលរបស់តួឯកស្រីរបស់យើងលីងរូជឺដែលជាអិសរាជជនដ៏មានឥទ្ធិពលនៅក្នុងអាណាចក្រទាំង3ទោះជាយ៉ាងណាក៏ដោយគាត់ត្រូវបានគេលុបសម្លាប់ហើយព្រលឹងនឹងរាងកាយរបស់គាត់ត្រូវបានបំផ្លាញនេះគឺជារូបរាងកាយពិតរបស់តួឯកស្រីរបស់យើងហើយតួឯកស្រីរបស់យើងក៏បានចូលក្នុងខ្លួនលីងរូជឺនេះហើយនៅពេលនេះនាងបានកើតជាថ្មីនៅក្នុងខ្លួនរបស់ម្ចាស់រាងកាយនេះដែលមានឈ្មោះដូចគ្នានឹងនាងជាកូនស្រីស្បោងនៅក្នុងគ្រួសារលីងក្នុងទីក្រុងជៀងហៃសរសៃឈាមរបស់នាងបានបិទដែលជាហេតុធ្វើឲ្យនាងមិនអាចអនុវត្តជំនាញបានឡើយហើយនាងគឺជាសម្រាមដ៏ល្បីល្បាញនៅក្នុងទីក្រុងជៀងហៃហើយនាងត្រូវបានគេសង្ស័យចំអកជាញឹកញាប់ដោយសារតែនាងមានស្នាមនៅលើមុខបន្ទាប់ពីទទួលបានការចងចាំរួចរូលីក៏បាននិយាយថាហាហានាងពិតជាមានឈ្មោះដូចគ្នានឹងខ្ញុំបន្ទាប់ពីខ្ញុំនៅក្នុងរូបកាយរបស់នាងខ្ញុំនឹងជួយនាងចាប់ពីពេលនេះតទៅអ្នកណាហ៊ានប្រមាថខ្ញុំនឹងត្រូវទទួលទោសទោះនៅឆ្ងាយប៉ុណ្ណាក៏ដោយយើងក៏មើលម្ដាយរបស់រូជឺវិញគាត់បានសួរថាយករូជឺទៅតាំងពីថ្ងៃឥឡូវអត់ទាន់ឃើញរូជឺមកវិញទេតែរូជឺនៅណាហើយយាយពីនេះក៏បាននិយាយថាលោកម្ចាស់របស់ខ្លួនពុកទៅសម្រានហើយអ្នកនាងរបស់ខ្លួននឹងគឺនៅវល់ធ្វើម៉េចទៅដឹងថារូជឺនឹងទៅណាបានទៅព្រោះម្ចាស់របស់ខ្លួនមិនមែនមានភ្នែកអាចមើលបាន10ម៉ាយទេថាមិនត្រូវនាងអាចទៅកន្លែងណាមួយតែម្នាក់ឯងក៏ថាបានឮអញ្ចឹងម្ដាយរូជឺក៏ទន់ជង្គង់ដួលដីហើយបងប្រុសរបស់រូជឺក៏បាននិយាយថាអ្នកទាំងពីរកុំទៅឆ្ងាយពេកឪពុករបស់លីងរូជឺឈ្មោះលីងចាងហ្វឹងដែលត្រូវជាកូនច្បងប៉ុន្តែត្រូវបានទទួលមរណភាពហើយប្អូនប្រុសរបស់គាត់លីងជាងលៀងបានទទួលមរតកគ្រួសារបន្តពីគាត់ហើយក៏បានធ្វើឲ្យជីវិតរបស់គ្រួសារលីងរូជឺកាន់តែក្រលំបាកយាយពីរនាក់នេះបាទនៅតែនិយាយមើលងាយម្ដាយនិងបងប្រុសរបស់រូជឺសំឡេងស្រែកពីចម្ងាយមកថាទាស្ករឆ្កែតើអ្នកណាផ្ដល់ភាពក្លាហានដល់អ្នកក្នុងការនិយាយដូច្នេះទូស្រីរបស់យើងបានសម្រាលខ្លួនហោះមកហើយយាយប៉ែពីរនាក់នឹងក៏ភ្ញាក់ផ្អើលដែរហើយទូស្រីរបស់យើងនឹងក៏បានទះយាយប៉ែនឹងដួលទៅហើយយាយប៉ែមួយទៀតក៏បានស្រែកសួរអ្នកជាមនុស្សមិនសមហេតុផលហេតុបើជាអ្នកវាយនរណាម្នាក់ម្ដាយរបស់រូជឺក៏បានសួររូជឺថាតើគុំមិនអីទេម៉ាក់ខ្ញុំសុខសប្បាយទេបងប្រុសទូស្រីរបស់យើងមានការកេងជាខ្លាំងក៏បានសួរប្អូនស្រីថាតើប្អូនស្រីរបស់ខ្លួននឹងបញ្ចប់ដោយរបៀបណាចឹងនិយាយថាវាយពីរនាក់នេះមិញណាមិនអីទេ
បងប្រុសម្ដាយចាំនិយាយគ្នានៅពេលដែលយើងត្រឡប់ទៅវិញនៅពេលទូស្រីរបស់យើងដើរទៅវិញយាយប៉ែតពីរនេះក៏បានក្រោកឈរថាតើឯងចង់ចាក់ចេញមែនទេគិតទៅយាយប៉ែតពីរនេះស្បែកក្រាស់មែនណាអេដមីមិនចេះតែនិយាយណាមើលអាគេរៀបទៅហើយចង់ត្រូវមកកំភ្លៀងទៀតខំឥឡូវយើងបញ្ចប់ត្រឹមនេះសិនចាំរងចាំទស្សនាភាពបន្តពេលក្រោយសូមអ្នកទាំងអស់គ្នាចូលទស្សនាល្អសុភមង្គលរស់ស៊ីមានបាននេះគឺជាការរៀនជូនពរ Fan Admin លើកដំបូង